បាទនេះគឺជាម៉ាស៊ីនចាក់សាំងដំបូងគេបង្អស់បាទដែលយើងមិនបាច់ប្រើបុគ្គលិកទេបងប្អូនបានមកដល់ប្រទេសកម្ពុជារបស់យើងហើយនេះគឺស្ថិតនៅក្នុងបាទភូមិអូព្រាលសង្កាត់បោះស្បូវក្រុងសំរោងខេត្តឧត្តរមានជ័យទូចាក់សាំងនេះយើងគ្រាន់តែមានលុយ500រៀលបាទ1000រៀលរហូតដល់50000គឺយើងអាចចាក់សាំងបានចំពោះលុយដុល្លារគឺមិនទទួលទេបាទគឺទទួលតែលុយខ្មែរសុទ្ធតែម្ដងបាទអ្នកទាំងអស់គ្នាមានលុយ1000 2000រៀលចូលទៅសោកនៅក្នុងទូហើយបាទអ្នកទាំងអស់គ្នាអាចចាក់សាំងបានដោយខ្លួនឯងដោយមិនបាច់ទៅខ្វាយខ្វល់ជាមួយនឹងអ្នកលក់ទេបាទអញ្ចឹងមានន័យថាម៉ាស៊ីននេះទំនើបបច្ចេកទេសថ្មីបាទមានន័យថាម៉ាស៊ីនចាក់សាំងបាទដោយមិនបាច់ប្រើបុគ្គលិកបាទអញ្ចឹងពិសេសមែនទែនបាទអ្វីដែលកាន់តែថ្មីហ្នឹងគឺបាទមាននៅក្នុងខេត្តឧត្តរមានជ័យដំបូងគេទៀតបាទអញ្ចឹងសម្រាប់បងប្អូនដែលធ្វើដំណើរពីសៀមរាបឆ្លងកាត់ទៅបន្ទាយមានជ័យពីឧត្តរមានជ័យទៅស្រុកបន្ទាយអំពិលទៅបន្ទាយមានជ័យបាទពីបន្ទាយមានជ័យត្រឡប់មកឧត្តរមានជ័យវិញហ្នឹងបាទពេលវេលាយប់ប្រលប់អីអ្នកទាំងអស់គ្នាចង់បាទចាក់សាំងបាទគឺអាចចាក់បានដោយមិនបាច់ខ្វាយខ្វល់ទេគឺ24ម៉ោងលើ24ម៉ោងអ្នកទាំងអស់គ្នាមានលុយយកលុយទៅសោកនៅក្នុងបាទទូចាក់សាំងហ្នឹងទៅហើយនៅក្នុងម៉ាស៊ីននេះគឺមានកំណត់មកស្អាតបងប្អូនមានកំណត់ចំនួនលីត្រឧទាហរណ៍ថាលុយយើង1000រៀលគឺបាទវាចេញឲ្យ1000រៀលបើថាលុយយើងរៀងច្រើនវាកំណត់ឲ្យលីត្រតែម្ដងបើអ្នកទាំងអស់គ្នាចាក់50000វាកំណត់ថាបានប្រមាណលីត្រអញ្ចឹងណាព្រោះតម្លៃគឺបាទស្ថិតនៅក្នុងបាទតម្លៃស្តង់ដារនៅក្នុងការលក់ប្រេងលក់សាំងនៅក្នុងប្រទេសកម្ពុជារបស់យើងអត់មានតម្លៃបាទលើសគេឬក៏ខ្វះខាតលីត្រខាតអីទេគឺស្តង់ដារមកដូចគេទាំងអស់តែម្ដងបញ្ជាក់ផងដែរសម្រាប់បងប្អូនដែលអត់មានលុយជាប់នឹងខ្លួនអាច scan QR code បានដូចគ្នាបាទអញ្ចឹងរបៀបប្រើប្រាស់ងាយបងប្អូនទី1គឺយើងយកกระดาษប្រាក់បញ្ចូលទៅក្នុងប្រអប់នៃទូចាក់សាំងនេះហើយម៉ាស៊ីននឹងទាញលុយរបស់យើងចូលបន្ទាប់មកគឺយើងយកក្បាលទៅយោចាក់សាំងហ្នឹងបាទដាក់ទៅក្នុងឡានឬក៏ម៉ូតូទៅបាទយើងច្បាច់រួចយើងចុចប៊ូតុង start បន្ទាប់មកគឺសាំងហ្នឹងគឺនឹងហូរចូលម៉ូតូឬឡានរបស់លោកអ្នកដោយអូតូម៉ាទិកអញ្ចឹងអត់មានថាអូយើងចាក់ទៅខាតលីត្រខាតអីអត់ទេហើយអ្វីដែលពិសេសគឺងាយស្រួលករណីយប់ប្រលប់បាទលោកអ្នកធ្វើដំណើរយប់ប្រលប់ទៅបាទម៉ូតូឬក៏រថយន្តរបស់លោកអ្នកបាទអស់សាំងអស់អីទៅអ្នកទាំងអស់គ្នាអាចចូលចាក់ពោះម៉ាស៊ីនហ្នឹងគឺបាទបើក24ម៉ោងលើ24ម៉ោងបាទជាចុងក្រោយខ្ញុំបញ្ជាក់ម្ដងទៀតបងប្អូនទីតាំងគឺឈ្មោះហាងចែកិននៅក្នុងភូមិអូព្រាលសង្កាត់បោះស្បូវក្រុងសំរោងខេត្តឧត្តរមានជ័យបាទតាមបណ្ដោយផ្លូវជាតិលេខ56បាទស្ថិតនៅក្នុងបាទភូមិអូព្រាលអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានកុំភ្លេចបាទទៅចូលចាក់សាំងទាំងអស់គ្នាបាយ